ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំមកធ្វើការសម្អាតជាមួយនឹងចង្វាក់ម៉ូតូមិញហ្នឹងហើយនឹងខ្ញុំលាងសម្អាតបាញ់គេហៅ spray បាញ់ចង្វាក់យ៉ាងហ្នឹងនឹងការសម្អាតចង្វាក់ហើយនឹងការសម្អាតជាមួយនឹងបូមរបស់ KTM ឌូករបស់ខ្ញុំចឹងវីដេអូហ្នឹងគឺខ្ញុំសម្ដែងទៅលើការសម្អាតតាក់ទងជាមួយនឹងចង្វាក់មញ៉ុងរបស់ KTM ជាមួយនឹងការបាញ់បូមដែលវីដេអូហ្នឹងគឺខ្ញុំនិយាយចូលគ្នាតែម្ដងអំពីការថែទាំបូមរបស់ KTM ប្រើប្រាស់ឲ្យបានយូរនិងការសម្អាតចង្វាក់មញ៉ុងឲ្យបានស្អាតធ្វើបើតែយើងមិនសូវមានលុយក៏យើងអាចសម្អាតបានមានរបស់សម្ភារៈតិចតួចក៏យើងអាចសម្អាតបានដែរហើយនេះគឺជាសភាពរបស់ KTM របស់ខ្ញុំដែលមិនទាន់បានធ្វើការសម្អាតទេខ្ញុំថតឲ្យពុកម៉ែបងប្អូនមើលបញ្ចុំតែម្ដងហើយឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការសម្អាតហើយសម្រាប់ការសម្អាតនោះគឺយើងងាយទេគឺខ្ញុំយកអាចដៃដោះឆ្នាំងយើងហ្នឹងបាទយើងទិញគេតាមចាប់ហួយទៅមួយតាម1000អីទេយើងធ្វើការសម្អាតវាទៅហើយការសម្អាតហ្នឹងយើងប្រើទឹកយើងដាក់ទឹកមកម៉ោមទៅហើយយើងដាក់អាសាប៊ូលាងចានយើងហ្នឹងអាសាប៊ូសាប៊ូបោកក្អៅក៏បានដែរបងប្អូនទាំងអស់គ្នាវាអត់ជាបញ្ហាទេឲ្យតែវាមានជាតិកាត់ជាតិអីខ្លះមកប៉ុន្តែខ្ញុំប្រើសាប៊ូលាងចានអាសាប៊ូក្រូចណាដល់ពេលអញ្ចឹងខ្ញុំប្រើតែប៉ុណ្្នឹងទេខ្ញុំអត់មានប្រើអីផ្សេងទេដោយសារតែចង្វាក់របស់ខ្ញុំនេះវាអត់សូវប្រឡាក់ខ្លាំងប្រហែលដែរទេហើយដោយសារតែខ្ញុំពីមុនការខ្ញុំទៅលាងហ្នឹងគឺខ្ញុំបានលាងម្ដងហើយតែដោយសារតែម្ដងនេះខ្ញុំលាងប្រញាប់ដោយសារពេលហ្នឹងមេឃរៀងភ្លៀងដល់ពេលអញ្ចឹងខ្ញុំក៏បញ្ញាតាមហ្នឹងទៅខ្ញុំអត់បានលាងសម្អាតចង្វាក់បានស្អាតតាមទៅទេហើយដោយសារតែសារហ្នឹងខ្ញុំត្រូវធ្វើការសម្អាតចង្វាក់ផងដល់ពេលអញ្ចឹងខ្ញុំក៏ធ្វើជាវីដេអូចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបានមើលអញ្ចឹងណាហើយដោយសារតែខ្ញុំធ្វើនេះគឺអត់មានសម្ភារៈគ្រប់គ្រាន់ទេបងប្អូនទាំងអស់គ្នាបើតាមស្តង់ដារគេមកគឺគេត្រូវមានជើងហ្នឹងគេហៅថាជើងតម្រដោយសារតែជើងតម្រហ្នឹងខ្ញុំអត់តមានសមត្ថភាពនៅក្នុងការទិញដោយជើងតម្រហ្នឹងតម្លៃវាយើងថ្លៃគួរសមដែរតម្លៃវាដូចជាចន្លោះល្បាក់ពី27រៀលទៅ28រៀលបើយើងទិញមកពីកន្លែងគេបើដឹកសេវាទៀតវាចូល30រៀលអញ្ចឹងខ្ញុំអត់តមានសមត្ថភាពទិញទេក៏សម្រេចចិត្តថាបដោះអសល់សិនទៅមានអីប្រើនឹងសិនទៅបាទហើយក៏អត់តមានសោមានអីគ្រប់គ្រាន់ដើម្បីធ្វើការយើងសម្អាតថែទាំអីផ្សេងដែរគាត់ថាខ្ញុំមានអ្វីដែលអាចប្រើប្រាស់បានគឺខ្ញុំប្រើប្រាស់សិនអញ្ចឹងវីដេអូហ្នឹងគឺត្រូវបាច់ឯសម្រាប់បងប្អូនទាំងអស់គ្នាណាដែលថាមានថវិកាតិចតែចង់សម្អាតដោយខ្លួនឯងនៅផ្ទះអញ្ចឹងណាហើយវីដេអូហ្នឹងគឺសំដៅទៅលើម៉ូតូអង្គការដូចជាប្រភេទ CB 150 MT ហ្នឹងក៏យើងក៏ត្រូវការសម្អាតចង្វាក់អញ្ចឹងដែរមិនសិនណាជាបងប្អូនស្រឡាញ់ម៉ូតូចិត្តដែលថាស្រឡាញ់ម៉ូតូធំកម្លាំងធំ150 250 300ឬក៏បងប្អូនខ្លះទៀតគាត់ស្រឡាញ់បែបធំអាម៉ាស៊ីន4ហ្នឹងអាហ្នឹងក៏ការថែទាំហ្នឹងគឺផ្សេងពីហ្នឹងទៀតទៅអាហ្នឹងសម្រាប់ពួកគាត់ដូចថាមានថវិកាច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំឃើញច្រើនដែលពួកគាត់មានថវិកាច្រើនគាត់ប្រើប្រាស់ជាមួយនឹងប្រភេទ 1000cc ឬក៏600 800អីចឹងណាកម្លាំងធំហ្នឹងគឺពួកគាត់ធ្វើការmaintenanceទៅលើគ្រឿង accessory របស់គាត់ហ្នឹងគឺគាត់មានគ្រប់ប៉ុន្តែសម្រាប់ដូចថាបងប្អូនដែលគាត់ប្រើប្រាស់កម្លាំង150 200 250 300អីហ្នឹងអាហ្នឹងមកអាចទស្សនាវីដេអូនេះបានហើយក៏មិនសំដៅទៅលើ KTM ដែរម៉ូតូផ្សេងដែលខ្ញុំនិយាយហ្នឹងគឺយើងអាចសម្អាតអញ្ចឹងបានដូចគ្នាមូលហេតុដែលយើងធ្វើការសម្អាតចង្វាក់ហ្នឹងគឺទី1
ធ្វើឲ្យច្បាប់របស់យើងហ្នឹងមានសំណើមបានល្អកាលណាតែច្បាប់យើងមានសំណើមបានល្អមិនសូវច្រេះមិនសូវអីធ្វើឲ្យច្បាប់របស់យើងហ្នឹងប្រើប្រាស់បានយូរហើយទី2បើសិនណាយើងសម្អាតវាបានដិតដល់ទេច្បាប់យើងហ្នឹងវាឆាប់ដូចថាវាអស់ថ្មិញណាច្បាប់មញងហ្នឹងវាឆាប់អស់ថ្មិញហើយការដោវាហ្នឹងក៏មិនថោកដែរបាទនឹងស្រាប់ហើយព្រោះពួកគ្រឿងបន្លាស់ពួកម៉ូតូអស់ហ្នឹងគឺវាថ្លៃចន្លោះវាអាចនឹងដូចថាចាប់ពី30រៀលឡើងទៅអញ្ចឹងណាហ្នឹងតាមប្រភេទអីវ៉ាន់មកពីប្រទេសផ្សេងអញ្ចឹងទៅអញ្ចឹងដោយសារតែគ្រឿងបន្លាស់វាថ្លៃអញ្ចឹងហើយយើងទៅធ្វើការសម្អាតវាតាមពិតទៅបងប្អូនមិនមែនថា KTM ឌុកណាដែលថាគ្រឿងបន្លាស់វាថ្លៃសូម្បីតែប្រភេទប្រេមផ្សេងណាក៏គ្រឿងបន្លាស់វាថ្លៃដែរលើកមុនពូម៉ាក់ខ្ញុំម្នាក់គាត់ជិះប្រភេទដូចថា Winner គាត់ជិះ Winner បាទគាត់ជិះ Winner គាត់ថាគាត់ខូចធុងទឹកហើយគាត់ទៅសួរកន្លែងគេបាទចូលលបាក់ខ្ទង់60រៀលដែរបាទមិនតិចទេអញ្ចឹងបាទខ្ញុំថាម៉ូតូក៏ដោយបើយើងថែវាបានត្រឹមត្រូវតេតតនឹងអង្គយ៉ាហ្នឹងម៉ូតូអង្គយ៉ាហ្នឹងបើសិនណាជាវាថែបើយើងថែវាបានត្រឹមត្រូវការប្រើប្រាស់គឺល្អទៅតាមនឹងវាយូរទៅតាមនឹងតែបើយើងប្រើប្រាស់ព្រោះថាមិនសូវយកចិត្តទុកដាក់ខ្វាយខ្វល់ជាមួយវាក៏វាឲ្យផលយើងតាមនឹងដែរអញ្ចឹងចូលពីវិធានបទនៃការសម្អាតចង្វាក់យើងវិញម្ដងហើយយើងសម្អាតហ្នឹងគឺខ្ញុំសម្អាតមួយទេបាទប៉ុន្តែនេះដោយសារតែខ្ញុំដាក់រៀងលឿនបន្តិចទៅបើសិនណាជាយើងដូចថាអត់កាត់ខ្លះទេគឺយូរខ្លាំងមែនទែនសម្អាតនេះបាទហើយយើងធ្វើការសម្អាតហ្នឹងខ្ញុំសម្អាតប្រើឈះតាមក្រោយហ្នឹងដោយសារតែខ្ញុំចង់ដឹងថាវាស្អាតបានល្អអត់ចឹងណាខ្ញុំយកឈះមកដោះវាបើសិនណាជាវាឡើងសនៅមានថាលាងសម្អាតស្អាតអីអញ្ចឹងពេលដែលយើងសម្អាតស្អាតហើយខ្ញុំធ្វើការចាក់ទឹកដើម្បីឲ្យវាអស់ជាតិសាប៊ូហ្នឹងណាពេលដែលអស់ជាតិសាប៊ូហើយចឹងទៅបានយើងដឹងថាលាងស្អាតមិនស្អាតចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំអត់មានដូចថាទីយោទេទីយោគឺខ្ញុំអត់តមានដែរដល់ពេលអញ្ចឹងខ្ញុំមានតែប្រើដូចថាវិធីសាមញ្ញនៃការសម្អាតចង្វាក់មញងអញ្ចឹងណាដល់ពេលអញ្ចឹងការសម្អាតហ្នឹងគឺងាយតែម្ដងបាទខ្ញុំធ្វើនេះគឺសូម្បីតែអត្តយោបាញ់ទឹកហ្នឹងក៏ខ្ញុំអត់មានដែរអញ្ចឹងខ្ញុំមានតែចាក់ផ្ទាល់ធម្មតាពេលដែលយើងសម្អាតឃើញវាស្អាតហើយយើងទៅធ្វើការជូតវាជូតដោយកណាត់អញ្ចឹងទៅគឺយើងយកកណាត់ស្ងួតជូតវាអញ្ចឹងទៅបាទដើម្បីធ្វើវាស្អាតណាបើបងប្អូនទាំងអស់គ្នាមានអាម៉ាស៊ីនបាញ់ខ្យល់ហ្នឹងក៏បានដែរយកអាម៉ាស៊ីនហ្នឹងបាញ់ក៏បានដែរដើម្បីវាឆាប់ស្ងួតណាបាទពេលដែលយើងសម្អាតវាបានស្អាតសពគ្រប់អស់ហើយយើងធ្វើការបាញ់ spray ប៉ុន្តែខ្ញុំអត់តបាញ់ spray ទេដោយសារតែខ្ញុំជូតអត់តស្អាតចឹងណាហើយបើសិនណាជាបើយើងចង់ឲ្យចង្វាក់នឹងស្ងួតឲ្យបាន 100% យើងជូតហើយយើងទុកវាលបាក់ដូចថាខ្ទង់5នាទីទៅ10នាទីអញ្ចឹងណាដើម្បីឲ្យវានឹងស្ងួតទឹកស្ងួតអីអស់ប៉ុន្តែដោយសារតែខ្ញុំរៀងបញ្ញាប់ដែរវារៀងល្ងាចដល់ពេលអញ្ចឹងខ្ញុំជូតរៀងយូរបន្តិចដើម្បីឲ្យវាឆាប់ស្ងួតចង្វាក់ហើយក៏ឆាប់បាញ់ spray ដើម្បីបញ្ញត្តិធ្វើវីដេអូកាត់ចូលក្នុង YouTube ឲ្យបងប្អូនទាំងអស់គ្នាទស្សនាអញ្ចឹងណាអញ្ចឹងបន្ទាប់ពីដែលយើងជូតរៀងស្អាតហើយយើងនេះគឺជាសមិទ្ធផលដែលខ្ញុំបានលាងនិងខ្ញុំមិនតាន់បានលាងបាទមើលទៅគឺអាចទទួលយកបានបាទអាចទទួលយកបានមើលរីសាល់យើងអាចទទួលយកបានមិនដូចថាវាអត់ល្អខ្ចោះ 100% ដូចកន្លែងគេមានសម្ភារៈទេប៉ុន្តែអាចទទួលយកបានអូខេបន្ទាប់ពីយើងធ្វើការសម្អាតចង្វាក់ហើយយើងធ្វើការបាញ់ជាមួយនឹង spray បាទហើយ spray នេះខ្ញុំទិញមកតម្លៃធូរថ្លៃដែរទេហើយបងប្អូនអាចរកជាវបាននៅកន្លែងលក់គ្រឿងម៉ូតូ accessory ម៉ូតូហើយ spray ហ្នឹងតម្លៃគឺវាខុសគ្នាវាមានចាប់ពី 10000 15000ខ្លះទៅមានដល់ 24000 ទៀតខ្លះទៅមានដល់ 7-8 រៀលតាមប្រភេទ spray អញ្ចឹងប៉ុន្តែដោយសារតែខ្ញុំប្រើ spray ធម្មតាទេអានេះ spray នេះខ្ញុំទិញមួយតាមមួយកំប៉ុង 10000 ទេអញ្ចឹងខ្ញុំត្រូវធ្វើការបាញ់ឲ្យវាសប់អញ្ចឹងទៅហើយពេលដែលយើងបាញ់ហ្នឹងយើងយកអីទប់ទៅកុំឲ្យថាពេលដែលយើងចុចរៀងខ្លាំងទៅ spray ហ្នឹងវាប្រឡាក់ទៅដល់កម្មទៅដល់ឲ្យមើលទៅវាអត់ស្អាតអញ្ចឹងណាអញ្ចឹងខ្ញុំយកกระดาษធ្វើការទប់ដើម្បីឲ្យវាកុំឲ្យវាខ្ចាយកុំឲ្យវាអីចឹងពេលដែលយើងបាញ់ហើយយើងបវល់វាចូល
spray នៅបានស្អាតអូខេនេះគឺជាសមិទ្ធផលដែលខ្ញុំធ្វើការសម្អាតនិងបាញ់ spray ហើយខ្ញុំមើលទៅចង្វាក់នឹងរៀងធូរបន្តិចចឹងប្រហែលជាអញនឹងស្អែកយកទៅឲ្យជាងគាត់រត់ចង្វាក់នឹងតិចកុំឲ្យវាធូរពេកណាហើយតើតើនឹងបូមវិញបូមខ្ញុំធ្វើការបាញ់ spray ដូចគ្នាដើម្បីឲ្យបូមនឹងវាមានសំណើមពេលដែលយើងរត់ដូចថាផ្លូវមានឧបសគ្គរលាក់ខ្លាំងគឺយើងអាចមានដូចថាទឹករំអិលឲ្យវាមានការសួរហត់អញ្ចឹងតើតើនឹងបូមនឹងចាខ្ញុំធ្វើវីដេអូនិយាយអំពីបូមនឹងទៀតរបៀបនៃការប្រើប្រាស់និងរបៀបនៃការថែទាំបូមណាដោយសារតែបូមឌូក៏យើងត្រូវការថែទាំដូចគ្នាអញ្ចឹងបន្ទាប់ពីដែលខ្ញុំលាងសម្អាតចង្វាក់មកខ្ញុំបាញ់ spray បូមតិចតួចទេដើម្បីឲ្យវាមានសំណើមអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនណាជាមានការលើសលួសខុសឆ្គងនៅប្រការណាមួយសូមអភ័យទោសបាទបាយ